ករណីសង្ស័យរថពន្ធជីអ៊ុយរ៉េត្រង់ទ្រីធំតាមផ្លូវទឹកនៅច្រកស្វាយអាងោផ្អាកសកម្មភាពភ្លាមពេលឃើញអ្នកកាសែតខេត្តព្រៃវែងសកម្មភាពដឹកជញ្ជូនទំនិញសង្ស័យកិច្ចពន្ធប្រភេទជីអ៊ុយរ៉េទំហំត្រង់ទ្រីធំតាមផ្លូវទឹកត្រូវបានផ្អាកភ្លាមបន្ទាប់ពីមានវត្តមានអ្នកកាសារព័ត៌មានចុះទៅដល់ទីតាំងកាលពីថ្ងៃទី2ខែសីហាឆ្នាំ2026នៅចំណុចខាងលិចច្រកស្វាយអាងោស្ថិតក្នុងភូមិរងឃុំចាមស្រុកកំពង់ត្បែកខេត្តព្រៃវែងសកម្មភាពឈ្មោះនឹងការផ្អាកប្រតិបត្តិការយោងតាមការចុះដល់ទីតាំងផ្ទាល់នៅថ្ងៃទី2ខែសីហានេះបានឲ្យដឹងថាមានការលួចនាំចូលទំនិញតាមខ្សែទឹកយ៉ាងក្រក្រែងរួចធ្វើការប្រទេសឡើងរថយន្តធំដើម្បីត្រៀមដឹកជញ្ជូនបន្តទោះជាយ៉ាងណាក៏ដោយសកម្មភាពនេះត្រូវបានផ្អាកមួយរយៈសិននៅពេលដែលក្រុមឈ្មួញបានឃើញវត្តមានរបស់អ្នកសារព័ត៌មានចុះទៅដល់ផ្ដិតយករូបភាពហើយគេមិនទាន់ដឹងថាសកម្មភាពនេះនឹងលួចបន្តនៅពេលណានោះទេផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងទីផ្សារក្នុងស្រុកប្រភពពីកន្លែងកាត់ហេតុបានបញ្ជាក់ថាទំនិញដែលកំពុងសម្រុកនាំចូលតាមផ្លូវកាត់នេះគឺជាប្រភេទ ជីអ៊ុយរ៉េសម្រាប់បម្រើឲ្យវិស័យកសិកម្មជុំវិញបញ្ហានេះមហាជនបានលើកឡើងជាសំណួរថាប្រសិនបើទំនិញក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបាននាំចូលដោយស្របច្បាប់និងបង់ពន្ធត្រឹមត្រូវនោះរដ្ឋនឹងទទួលបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អភិវឌ្ឍជាតិផ្ទុយទៅវិញការអនុញ្ញាតឲ្យមានការហូរចូលទំនិញកិច្ចពន្ធតាមផ្លូវកាត់បែបនេះមិនត្រឹមតែធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធគយប៉ុណ្ណោះទេថែមទាំងបំផ្លាញទីផ្សារក្នុងស្រុកធ្វើឲ្យក្រុមហ៊ុនស្របច្បាប់និងផលិតផលខ្មែរពិបាកក្នុងការប្រកួតប្រជែងទីផ្សារយ៉ាងខ្លាំងភាពស្ងៀមស្ងាត់របស់អាជ្ញាធរអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសកម្មភាពដឹកជញ្ជូនលក្ខណៈទ្រង់ទ្រាយធំហាក់បីដូចជាដំណើរការទៅដោយរលូនដោយមិនមានការរំខានឬទប់ស្កាត់ពីសំណាក់មន្ត្រីសមត្ថកិច្ចឬមន្ត្រីជំនាញប្រចាំការនៅតំបន់នោះឡើយភាពស្ងៀមស្ងាត់នេះបានធ្វើឲ្យមហាជនមានការសង្ស័យពីភាពមិនប្រក្រតីណាមួយនៅពីក្រោយខ្នងតាមរយៈការផ្សាយនេះប្រជាពលរដ្ឋសំណុំពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននគរនិងរដ្ឋកោកម្ពុជាក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រៃវែងមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនិងស៊ើបអង្កេតជាបន្ទាន់នៅទីតាំងខាងលើដើម្បីទប់ស្កាត់បទល្មើសសេដ្ឋកិច្ចនិងធានាបាននៅការប្រកួតប្រជែងស្មើភាពនៅលើទីផ្សារកម្ពុជា